ប្រតិបត្តិព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី1ខែមេសាឆ្នាំ2025របបខ្យល់មូសុងអេសានជាមួយសពាទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោមនិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី1ដល់ថ្ងៃទី3ខែមេសាឆ្នាំ2025តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា22អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី10% 2តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យក្រចេះស្ទឹងត្រែងមណ្ឌលគិរីរតនគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី10% 3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី25% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា0.25 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា0.75 ម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងអូតូនិយមថ្ងៃទី1ខែមេសាឆ្នាំ2025សូមអរគុណ